បាទសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីនៅឯខេត្តស្ទឹងត្រែងនេះវិញគឺអាជ្ញាធរមានសមត្ថកិច្ចខេត្តស្ទឹងត្រែងបំបែកសំណុំរឿងចោរប្លន់លើស្ត្រីជនជាតិវៀតណាមម្នាក់ប្រើប្រាស់អស់រយៈពេល12ម៉ោងទើបឈានទៅកំណត់មុខសញ្ញានិងចាប់ខ្លួនជនសង្ស័យ5នាក់យកមកផ្ដន្ទាទោសបាទប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែងឯកឧត្តមសកសុពុត្រាបានដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍តូសារីបុត្រសច្ចានិងលោកឧត្តមសេនីយ៍ត្រីសេងសុភាពមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបើកប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យចោរប្លន់មួយក្រុមនោះឲ្យកាន់តែបានបន្ទាប់ពីទទួលបានដំណឹងអំពីករណីប្លន់មានស្ថានទម្ងន់ទោសកាលពីម៉ោងប្រមាណជាមួយនឹង42នាទីរំលងអាធ្រាត្រថ្ងៃទី8វិច្ឆិកា2025កន្លងទៅនេះប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែងឯកឧត្តមសកសុពុត្រាមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី9វិច្ឆិកានេះថាក្រោយពីទទួលបានព័ត៌មានស្ដីពីករណីលួចមានស្ថានទម្ងន់ទោសប្លន់កាលពីថ្ងៃទី8វិច្ឆិកា2025វេលាម៉ោងប្រហែល1:42នាទីរំលងអាធ្រាត្រនៅចំណុចលើផ្លូវជាតិលេខ22ទល់មុខច្រកចូលអាហារដ្ឋានទឹករាំស្ថិតនៅក្នុងភូមិថ្មលាតសង្កាត់ស្រះឫស្សីក្រុងស្ទឹងត្រែងខ្ញុំបានបញ្ជាផ្ទាល់ទៅកាន់ស្នងការនគរបាលខេត្តនិងមេបញ្ជាការកងរាជអាវុធហត្ថខេត្តឲ្យបើកប្រតិបត្តិការបង្ក្រាបក្រុមនេះឲ្យកាន់តែបានឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ទៀតថាជាលទ្ធផលកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍តូសារីបុត្រសច្ចាស្នងការនគរបាលខេត្តបានប្រើប្រាស់រយៈពេល12ម៉ោងក្នុងការស្រាវជ្រាវឈានទៅបង្ក្រាបបានទាំងស្រុងព្រមទាំងពន្លាតបន្ថែមបានមួយករណីទៀតក្រោមការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញានៃឯកការអមសាលាដំបងខេត្តស្ទឹងត្រែងបច្ចុប្បន្នជនសង្ស័យទាំងអស់កំពុងស្ថិតក្រោមការសាកសួរបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថាក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះស្នងការរងអធិការក្រុងនិងកម្លាំងប្រតិបត្តិការទាំងអស់ដែលបានអនុវត្តបទបញ្ជាប្រកបដោយការទទួលខុសត្រូវការខិតខំប្រឹងប្រែងរបស់បងប្អូនជាសេចក្តីសុខរបស់ប្រជាជនសូមបន្តស្មារតីនេះឲ្យខ្លាំងក្លាបន្ថែមទៀតដើម្បីសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់របស់ខេត្តយើងបាទយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានបង្ហាញឲ្យដឹងនៅរសៀលថ្ងៃនេះដោយបានបញ្ជាក់ថានៅវេលាកើតហេតុខាងលើនោះស្ត្រីឈ្មោះផាមធីងៀងបានជិះម៉ូតូចេញពីផ្ទះនៅភ្នំធាតសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងទៅផ្សារអូរស័យស្ថិតនៅក្នុងភូមិលើសង្កាត់ស្រះឫស្សីក្រុងស្ទឹងត្រែងដើម្បីទៅលក់ត្រីងៀតលុះមកដល់រង្វង់មូលព្រះបាទជ័យវរ្ម័នក៏ស្រាប់តែឃើញក្មេងស្ទាវមួយក្រុមមានគ្នា3នាក់ជិះម៉ូតូមួយគ្រឿងឃើញដូច្នេះស្ត្រីផាមធីងៀងក៏បានបន្តដំណើររហូតដល់ផ្លូវបំបែកសាលាបឋមសិក្សាស្ទឹងត្រែងក្រុងក៏ស្រាប់តែក្មេងស្ទាវទាំង3នាក់នោះបានជិះម៉ូតូតាមពីក្រោយយ៉ាងលឿនហើយពួកវាបានធាក់ម៉ូតូគាត់បណ្ដាលឲ្យដួលផ្កាប់មុខនៅនឹងលើថ្នល់របាយការណ៍ដដែលបានឲ្យដឹងទៀតថាខណៈនោះក្រុមក្មេងស្ទាវក៏បានស្រវាយកកាបូបលុយពណ៌ប្រផេះក្នុងកាបូបមានលុយខ្មែរ4លានរៀលខ្សែដៃផ្លាទីនមួយខ្សែមានតម្លៃជាង2លានរៀលចិញ្ចៀនផ្លាទីនមួយវងតម្លៃ85,000រៀលសោទូដែកសោផ្ទះមួយចង្កោមសម្បុត្រទិញមាសទូរស័ព្ទ iPhone 13 Pro Max មួយគ្រឿងរួចពួកវាជិះទៅទិសខាងកើតបាត់សកម្មភាពលួចមានស្ថានទម្ងន់ទោសប្លន់ដែលបង្កដោយក្រុមក្មេងស្ទាវ5នាក់ម៉ូតូ2គ្រឿងមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅស៊េរីឆ្នាំ2026ពាក់ផ្លាកលេខ 1D7480 ជារបស់ឈ្មោះនិនចរណៃនិងមួយគ្រឿងទៀតម៉ាក Honda Dream ពណ៌ខ្មៅពាក់ស្លាកលេខត្បូងឃ្មុំ 1i 4499របស់ឈ្មោះសំកុសលម៉ូតូនេះបានខ្ចីពីឈ្មោះសុនឋានាហៅមករាដោយមិនបានប្រាប់ថាយកទៅណានោះទេដោយឡែកអ្នកដែលធាក់ស្ត្រីរងគ្រោះធ្លាក់ពីលើម៉ូតូដួលផ្កាប់មុខគឺឈ្មោះសំកុសលចំពោះលុយដែលឆក់បានឈ្មោះសំកុសលជាអ្នកទុកដាក់របាយការណ៍សមត្ថកិច្ចក៏បានបញ្ជាក់យ៉ាងច្បាស់ថាក្រោយទទួលបានប័ណ្ណបញ្ជាពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែងនិងទទួលបានពាក្យបណ្ដឹងពីឈ្មោះផាមធីងៀងនោះភ្លាមជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍តូសារីបុត្រសច្ចាស្នងការនគរបាលខេត្តស្ទឹងត្រែងបើកការស៊ើបអង្កេតបានកំណត់មុខសញ្ញាជនសង្ស័យនិងឃាត់ខ្លួនជនសង្ស័យ5នាក់គឺ1ឈ្មោះនិនចរណៃភេទប្រុសអាយុ15ឆ្នាំ2ឈ្មោះសំកុសលភេទប្រុសអាយុ16ឆ្នាំ3ឈ្មោះគង្គាវិជ្ជការភេទប្រុសអាយុ15ឆ្នាំ4ឈ្មោះហសុធិរិទ្ធភេទប្រុសអាយុ15ឆ្នាំនិង5ឈ្មោះនាងសុកសេរីភេទប្រុសអាយុ14ឆ្នាំនិងដកហូតម៉ូតូ Dream Song 3គ្រឿងដែលជិះធ្វើសកម្មភាពប្លន់ខណៈនេះជនសង្ស័យក្នុងអំពើប្លន់ទាំង5នាក់រួមទាំងវត្ថុតាទាំងអស់ដែលសមត្ថកិច្ចដកហូតបានកំពុងស្ថិតក្រោមការរក្សាទុកសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តស្ទឹងត្រែងចាត់ការតាមនីតិវិធីច្បាប់គូបញ្ជាក់ថានៅក្នុងប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនក្រុមចោរប្លន់ទាំង5នាក់នោះកម្លាំងនគរបាលខេត្តបានបំបែកសំណុំរឿងមួយករណីផ្សេងទៀតដោយឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន7នាក់ដកហូតម៉ូតូ2គ្រឿងនិងថ្នាំញៀនមួយចំនួនបញ្ជូនទៅតុលាការខេត្តផងដែរបាទនេះគឺជាករណីសមត្ថកិច្ចបានបំបែកសំណុំរឿងចោរប្លន់នៅខេត្តស្ទឹងត្រែងដែលប្លន់ទៅលើស្ត្រីជនជាតិវៀតណាមម្នាក់ដែលប្រើប្រាស់ត្រឹមតែរយៈពេល12ម៉ោងនិងចាប់ខ្លួនជនសង្ស័យបាន5នាក់យកទៅផ្ដន្ទាទោសបាទសូម